ចូលរួមសោកស្ដាយឧបទ្ទហេតុរថយន្តធ្លាក់ចូលទន្លេស្លាប់2នាក់របួស2នាក់និងបាត់ខ្លួន1នាក់កំពុងរងរនៅខេត្តកំពង់ចាមហេតុការណ៍កើតឡើងនៅថ្ងៃទី29ខែ10ឆ្នាំ2025វេលាម៉ោង10:11នាទីឡានមួយគ្រឿងម៉ាកសាំយ៉ុងបានធ្លាក់ចូលទឹកទន្លេមេគង្គនៅភូមិជ័យឃុំជ័យស្រុកស្រីសន្ធរខេត្តកំពង់ចាមដែលបានធ្វើដំណើរពីស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំឆ្លងកាត់ស្រុកស្រីសន្ធរក្នុងរថយន្តមានមនុស្សចំនួន5នាក់កាត់មកដល់ត្រឹមម៉ោង17:00នាទីក្រុមការងាររុករករបស់គណៈកម្មាធិការបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាមបានរកឃើញថារថយន្តនឹងបានអូសមកឆ្លាក់ច្រាំងក្នុងហេតុការណ៍ខាងលើបណ្ដាឲ្យមានមនុស្សរងរបួស2នាក់ស្លាប់2នាក់និងបាត់ខ្លួន1នាក់កំពុងរករកការណែនាំឲ្យគ្រោះថ្នាក់គឺការធ្វើប្រហែសរបស់អ្នកបើកបរអភិបាលខេត្តកំពង់ចាមឯកឧត្តមអ៊ុំច័ន្ទនាបានចូលរួមសោកស្ដាយចំពោះក្រុមគ្រួសារនៃសពរងគ្រោះក្នុងឧបទ្ទហេតុរថយន្តធ្លាក់ចូលទន្លេនិងបានអំពាវនាវដល់អ្នកបើកបរសូមគោរពច្បាប់ចរាចរណ៍និងប្រកបដោយទទួលខុសត្រូវខ្ពស់